ខ្ញុំគិតថាភាពភ័យខ្លាចរបស់ខ្ញុំធំបំផុតនៅក្នុងជីវិតមួយហ្នឹងគឺនៅពេលដែលខ្ញុំចាស់ទៅខ្ញុំមើលជីវិតរបស់ខ្លួនឯងមកក្រោយវិញគឺមានតែពាក្យស្ដាយក្រោយគឺមានតែពាក្យថាចង់ទាញពេលវេលាថយក្រោយដើម្បីផ្លាស់ប្ដូរបែបនេះផ្លាស់ប្ដូរបែបនេះព្រោះខ្ញុំគិតថាបើយើងជ្រុលតែរស់នៅលើផែនដីហើយយើងជ្រុលតែជួបរឿងដែលខកចិត្តជួបរឿងដែលពិបាកជួបការបាត់បង់ជួបបែបនេះជួបបែបនោះបើយើងនៅលើនឹងដដែលយើងជួបរឿងនឹងដដែលហេតុអីមិនយើងយកពេលវេលាទាំងអស់ហ្នឹងមកធ្វើអ្វីមួយបង្កើតអ្វីមួយយ៉ាងហោចណាស់កុំឲ្យជីវិតមួយនឹងចាយពេលវេលាទៅដោយអ្នកគ្នាពោពេញដោយពាក្យស្ដាយក្រោយពេលវេលាសម្រាប់ខ្ញុំគឺមានតម្លៃខ្លាំងមែនទែនពេលវេលាតែផុតអីហើយយើងអត់អាចទៅសេរីអីបានទេហើយអ្វីសំខាន់ហ្នឹងគឺយើងអត់អាចនៅក្មេងអញ្ចឹងទេហើយខ្ញុំនិយាយហ្នឹងមិនមានន័យថាខ្ញុំខ្លាចចាស់ឬក៏អីទេ no តែអ្វីដែលខ្ញុំខ្លាចហ្នឹងគឺខ្លាចនៅពេលដែលខ្ញុំចំណាយពេលវេលាទាំងអស់ហ្នឹងហើយបកក្រោយមកវិញខ្ញុំគិតថាតើខ្ញុំរស់នៅដើម្បីអីតើខ្ញុំបានធ្វើអីគេខ្លះតើខ្ញុំមានស្គាល់ខ្លួនឯងអត់តើខ្ញុំមានធ្វើអីដែលខ្ញុំស្រឡាញ់អត់បើមិនយើងមានពេលវេលា1លានឆ្នាំនៅលើផែនដីហ្នឹងខ្ញុំអត់ថាយ៉ាវាមានពេលច្រើនយើងចង់ចាប់ផ្ដើមពេលណាក៏បានបើយើងមានពេលវេលាតែអត់ច្រើនហ្មងទេអ្នកគ្នាហេតុអីបើយើងចំណាយពេលពីមួយថ្ងៃទៅមួយថ្ងៃដោយគិតពីរឿងអតីតកាលស្អប់ខ្លួនឯងស្អប់មនុស្សជុំវិញខ្លួនស្អប់គ្រួសារស្អប់ពិភពលោកមួយហ្នឹងរួចបើយើងនៅលើនឹងដដែលហើយយើងធ្វើចឹងដើម្បីអី you know វីដេអូមួយនេះគឺខ្ញុំនឹងចែករំលែក mindset ការគិតមួយចំនួនទៅកាន់អ្នកគ្នាដើម្បីឲ្យអ្នកគ្នាអត់មានពាក្យថាស្ដាយក្រោយនៅពេលដែលគ្នាចាស់ទៅអត់មានពាក្យថាអូខ្ញុំចង់ឲ្យពេលវេលាត្រឡប់ក្រោយដើម្បីខ្ញុំបានធ្វើរឿងនេះបើសិនជាយើងរស់នៅក្នុងជីវិតមួយដែលយើងចាំតែស្ដាយក្រោយគឺយើងចំណាយពេលវេលាចំណាយជីវិតរបស់យើងអត់ប្រយោជន៍ខ្លាំងមែនទែនហើយមួយទៀតយើងអត់ដឹងទេថាតើនៅពេលដែលយើងស្គាល់ខ្លួនឯងនេះនៅពេលដែលយើងស្រឡាញ់ខ្លួនឯងនេះតើយើងមានសមត្ថភាពអីគេមានឥទ្ធិពលប៉ុណ្ណានៅក្នុងពិភពលោកមួយហ្នឹងតែយើងអាចជួយគេបានច្រើនប៉ុណ្ណាតាមរយៈ potential របស់យើងខ្ញុំនិយាយកន្លែងហ្នឹងមនុស្សមួយចំនួនគឺគាត់នឹងមានអារម្មណ៍ថាហ៎មានន័យថាម៉េចមានន័យថាគាត់អាចជួយគេបានគាត់អាចធ្វើអីគេមួយបានបើសិនជាអ្នកគ្នាគិតថាអូអ្នកគ្នារស់នៅគឺគ្រាន់តែធ្វើការរលុយមានគ្រួសារបង្កើតកូនហើយតែប៉ុណ្្នឹងគឺអ្នកគ្នាគិតរៀងទូចតិចនៅក្នុងជីវិតអីព្រោះជីវិតយើងគឺយើងរស់នៅដើម្បីគ្នាយើងមានកដោយើងមាន potential ម្នាក់គឺមាន talent រៀងខ្លួនហើយអ្វីដែលយើងធ្វើហ្នឹងវា inspire ទៅកាន់មនុស្សជុំវិញខ្លួនយើងម្នាក់សិតតែ capable ក្នុងការធ្វើរឿងហ្នឹងអញ្ចឹងអាចថាអ្នកគ្នា grow up មកដែរមានអ្នកគេនិយាយរឿងហ្នឹងព្រោះខ្ញុំដូចគ្នាគឺខ្ញុំមិនដែរមានអ្នកគេនិយាយរឿងបែបហ្នឹងទេថាត្រូវស្រឡាញ់ខ្លួនឯង you know ជួយអ្នកដទៃឬក៏អីទេម្នាក់គឺនៅក្នុង survival mode គឺជួយតែខ្លួនឯងហ្នឹងមិនចង់រួចផង This is why គឺខ្ញុំ strong មែនតើនៅក្នុងការ advocate សម្រាប់ self love ហើយនឹងការសិក្សាយល់ដឹងពីខ្លួនឯងព្រោះនៅពេលដែលយើងដឹងពីខ្លួនឯងបែបហ្នឹងយើងមិនត្រឹមតែមានសម្រាប់ខ្លួនឯងទេយើងអាចចែកម្លែកទៅកាន់អ្នកដទៃអូខេហើយអារម្មណ៍មួយហ្នឹងគឺជាជីវិតសម្រាប់ខ្ញុំគិតថាបើសិនជាខ្ញុំរស់នៅគ្រាន់តែដើម្បីតែខ្លួនឯងដើម្បីតែសម្រាប់ក្តីសម័យបានសម្រាប់តែខ្លួនឯងហ្នឹងគឺជីវិតគឺ boring ខ្លាំងមែនតើអ្នកគ្នាហើយយើងនឹងអត់មាន motivation នៅក្នុងការ keep going ទេប៉ុន្តែដោយសារតែខ្ញុំដឹងថាវត្តមានរបស់ខ្ញុំហ្នឹងមានឥទ្ធិពលល្អនៅក្នុងពិភពលោកមួយហ្នឹងវត្តមានរបស់ខ្ញុំហ្នឹងគឺខ្ញុំបាទអាចជួយណាគេម្នាក់សូម្បីតែម្នាក់ក៏បានដែរវត្តមានរបស់ខ្ញុំហ្នឹងគឺអាចធ្វើឲ្យមានណាគេមួយដែលមានកម្លាំងចិត្តនៅក្នុងការដើរទៅមុខហើយនេះជាមូលហេតុដែលធ្វើឲ្យខ្ញុំងើបពីគេនេះជាមូលហេតុដែលធ្វើខ្ញុំ excited នៅក្នុងការបង្កើតអ្វីដែលថ្មីរៀនយល់ពីអ្វីដែលថ្មីរៀនយល់ពីកំហុសរបស់ខ្លួនឯងកែប្រែខ្លួនឯងអភិវឌ្ឍខ្លួនឯងដោយសារខ្ញុំដឹងថាបើសិនជាខ្ញុំកាន់តែអភិវឌ្ឍខ្លួនឯងកាន់តែស្រឡាញ់ខ្លួនឯងគឺខ្ញុំអាចជាមនុស្សដែលមានប្រយោជន៍នៅក្នុងពិភពលោកមួយហ្នឹងហើយអារម្មណ៍មួយហ្នឹងគឺវាពិសេសពិសាលហើយខ្ញុំពិតជាចង់ឲ្យមនុស្សម្នាក់ទទួលបាន experience នៅក្នុងការមានអារម្មណ៍មួយហ្នឹងមានមនុស្សជាច្រើនណាស់ដែលគាត់បានកើតហើយស្លាប់ទៅវិញដោយអត់ដែលទទួលបានអារម្មណ៍មួយហ្នឹងទេអត់យល់ថាអីគេដែលការស្រឡាញ់ខ្លួនឯងគឺគាត់អត់ដឹងបើសិនជាអ្នកគ្នាមានការគិតមួយនឹងដូចខ្ញុំបើសិនជាភាពភ័យខ្លាចរបស់អ្នកគ្នាគឺដូចភាពភ័យខ្លាចរបស់ខ្ញុំស្វាគមន៍អ្នកគ្នាមកកាន់វីដេអូមួយនេះចំណុចទី1ហ្នឹងគឺរៀនរស់នៅក្នុងពេលបច្ចុប្បន្នកាលថាអ្នកគ្នាប្រកាសជាឮពាក្យហ្នឹងច្រើនហើយប៉ុន្តែខ្ញុំចង់ explain ឲ្យដើម្បីឲ្យអ្នកគ្នាយល់ថាហេតុអីបានចំណុចនេះសំខាន់ខ្ញុំគិតថាកត្តាដែលធ្វើឲ្យមនុស្សចាយពេលអត់ប្រយោជន៍កត្តាដែលធ្វើឲ្យមនុស្សអត់អាចបង្កើតអ្វីបានហ្នឹងគឺនៅពេលដែលយើងរស់នៅក្នុងអតីតកាលឬក៏យើងរស់នៅក្នុងអនាគតកាលខ្ញុំដឹងថាមនុស្សយើងចូលចិត្ត comfort មានន័យថាយើងអត់ចូលចិត្តនៅកន្លែងដែលអត់សំណុកទេឬថាអត់ចូលចិត្តនៅកន្លែងដែល uncomfortable ទេហើយនេះជាមូលហេតុដែលមនុស្សគាត់តែងតែនៅក្នុងអតីតកាលឬក៏នៅអនាគតដោយសារអីដោយសារនៅពេលដែលយើងគ្រាន់តែ
សម័យពីរឿងទាំងអស់ហ្នឹងទៅគឺយើងអត់បាច់ធ្វើអីហេតុអីយើងអត់បាច់ធ្វើអីដោយសារយើងធ្វើអីអត់កើតតើយើងអាចទៅសេរីអតីតកាលរបស់យើងបានអត់តើយើងអាចទៅឆ្លងទៅកាន់អនាគតកាលយើងបានអត់វាអត់បានអញ្ចឹងនៅពេលដែលយើងធ្វើអត់បានអញ្ចឹងគឺយើងមិនបាច់ធ្វើអីទាំងអស់យើងគ្រាន់តែគិតទៅវាងាយស្រួលនៅក្នុងការបន្ទោសវាងាយស្រួលនៅក្នុងការស្ដាយក្រោយវាងាយស្រួលនៅក្នុងការថាបើសិនជាមួយឆ្នាំមុនណាខ្ញុំគិតបែបនេះកុំបីក៏ជីវិតខ្ញុំមិនអញ្ចឹងដែរបើសិនជាគ្រួសារខ្ញុំមានបែបនេះក៏ឥឡូវក៏ខ្ញុំមិនអញ្ចឹងដែរវាងាយស្រួលនៅក្នុងការនិយាយបែបហ្នឹងប៉ុន្តែអីដែលអត់ងាយស្រួលគឺយើង shut up អូខេគឺយើងបិទមកខ្លួនឯងហើយយើងចាប់ផ្ដើមធ្វើសកម្មភាពនៅក្នុងពេលបច្ចុប្បន្នកាលនេះអាហ្នឹងมันវាអត់ស្រួលអានេះជាមូលហេតុធំដែលមនុស្សភាគច្រើនគឺអត់រស់នៅក្នុងពេលបច្ចុប្បន្នកាលខ្ញុំសួរអ្នកគ្នាតែមួយសំណួរតើអ្នកគ្នាពិតជាចង់បង្កើតអ្វីមួយអត់តើអ្នកគ្នាពិតជាចង់ដឹង potential របស់ខ្លួនឯងសិក្សាពីខ្លួនឯងហើយចាប់ផ្ដើមខ្លាយជាមនុស្សដែលមានឥទ្ធិពលទៅលើជីវិតរបស់ខ្លួនឯងអ្នកគ្នាចង់អត់បើសិនជាអ្នកគ្នាចង់ជំរឿនអ្នកគ្នាមានតែមួយទេគឺអ្នកគ្នាត្រូវតែដាក់ខ្លួនឯងនៅក្នុងពេលបច្ចុប្បន្នកាលរៀនរស់នៅក្នុងពេលបច្ចុប្បន្នកាលហើយ shut up ចំពោះអតីតកាលរបស់អ្នកគ្នាខ្ញុំអត់ខ្វល់ថាពីមុនអ្នកគ្នាធ្លាប់ជួបរឿងអីគេទេអូខេបើសិនជាអ្នកគ្នាតែងតែមានគំនិត victim គាត់ថាខ្ញុំធ្វើមិនបានតែសារខ្ញុំអត់មានអានេះផងខ្ញុំអត់មានអានេះផងខ្ញុំអត់ចេះកន្លែងហ្នឹងផងខ្ញុំធ្វើវីដេអូមែនខ្ញុំធ្វើអត់បានតែសារខ្ញុំអត់ចេះ edit ផង listen ខ្ញុំគិតថាមនុស្សដែលមានការគិតបែបនេះគឺអ្នកគ្នាអត់សូវចេញក្រៅអូខេ like ឥឡូវអ្នកគ្នាសាកចេញក្រៅអូខេចេញក្រៅផ្ទះអ្នកគ្នាឬក៏ទៅកន្លែងណាក៏បានដែរហើយអ្នកគ្នា select មនុស្សម្នាក់ហើយសួរគេថាបងតើជីវិតបងឯងបែងធ្លាប់ឆ្លងកាត់រឿងរ៉ាវលំបាកអីគេខ្លះសួរ 100% អ្នកណាគេក៏ធ្លាប់ជួបរឿងលំបាកដែរ 100% ណាគេក៏ធ្លាប់មិនស្រួលទុកលំបាករបស់គេហ្នឹងណាធំជាងទុកលំបាករបស់អ្នកគ្នានឹង100ដងប៉ុន្តែអ្នកគ្នាមើលឃើញនៅសារអ្នកគ្នា focus តែលើអ្វីដែលខ្លួនឯងធ្លាប់ឆ្លងកាត់ focus ទៅលើអាភាពអវិជ្ជមានទៅលើជីវិតរបស់ខ្លួនឯងហើយអ្នកគ្នាអត់គិតទេថាតើមានរឿងអីគេកើតឡើងនៅក្នុងពិភពលោកមួយហ្នឹងអ្នកគ្នាគួរតែនិយាយថាអ្នកគ្នាអរគុណនៅក្នុងជីវិតមួយហ្នឹងទៅដែលអ្នកគ្នាអត់មានទៅត្រូវនៅក្នុងប្រទេសមួយដែលកំពុងតែមានសង្គ្រាមកាសាកំពុងតែទម្លាក់គ្រាប់បែកមនុស្សកំពុងតែអត់មានអីញ៉ាំអ្នកគ្នាដឹងអត់ហើយជាអ្នកគ្នាអត់ដឹងទេដោយសារអ្នកគ្នាអត់ស្វែងយល់អត់ទៅ connect ជាមួយនឹងពិភពលោកខាងក្រៅអ្នកគ្នាកំពុងតែលងជាមួយនឹងអតីតកាលរបស់ខ្លួនឯងរឿងរ៉ាវអាក្រក់របស់ខ្លួនឯងច្រើនពេកប្រាប់អ្នកគ្នារឿងមួយបើសិនជាអ្នកគ្នាមាន mindset ជាងគេ mindset ជាងគេហ្នឹងឯងគេវាថាឧទាហរណ៍ខ្ញុំពិបាកហើយបញ្ហារបស់ខ្ញុំហ្នឹងគឺពិបាកជាងគេអត់មានណាគេយល់ពីអារម្មណ៍ខ្ញុំអត់មានណាគេឆ្លងកាត់រឿងហ្នឹងដូចខ្ញុំទេខ្ញុំពិបាកជាងគេដោយសារតែក្នុងគ្រួសារខ្ញុំបែបនេះសិនពាក្យជាងគេហ្នឹងបើសិនជាយើងមានណា 100% គឺអ្នកនេះខុសតែការគិតវិជ្ជមានទៅលើខ្លួនឯងឬក៏អវិជ្ជមានទៅលើខ្លួនឯងបើសិនអ្នកនេះគិតថាអ្នកនេះជាងគេគឺអ្នកនេះខុសទោះបីជាអ្នកនេះស្អាតប៉ុណ្ណាក៏ដោយក៏វាតែងតែមានអ្នកដែលស្អាតជាងអ្នកគ្នាអាចស្អាតជាងគេទេទោះបីជាអ្នកនេះបកកែឆ្លាតប៉ុណ្ណាក៏ដោយក៏វាតែងតែមានអ្នកដែលបកកែឆ្លាតជាងអ្នកគ្នាទោះបីជាអ្នកនេះគិតថាជីវិតអ្នកនេះកំសត់ពិបាកជាងគេក៏ដោយក៏វាតែងតែមានអ្នកដែលមានជីវិតដែលពិបាកជាងអ្នកគ្នា so be humble អូខេកុំគិតថាខ្លួនឯងនឹងគ្រាន់បើជាងគេឬក៏ជួបរឿងដែលពិបាកជាងគេនៅលើពិភពលោកហ្នឹងអូខេអ្នកគ្នាអត់សំខាន់ដល់ថ្នាក់មកពិភពលោកហ្នឹងគឺមានតែអ្នកគ្នាទេដែលមានទុក្ខលំបាកអូខេរៀនមើលទៅលើជីវិតខាងក្រៅផងរាប់អានមនុស្សថ្មីហើយរៀនស្ដាប់គេផងព្រោះមនុស្សដែល victim គឺអត់សូវចូលចិត្តស្ដាប់គេចូលចិត្តនិយាយចូលចិត្តរាយរាប់ចូលចិត្តប្រាប់និយាយពីទុក្ខលំបាករបស់ខ្លួនឯងបែបនេះខ្ញុំបើសិនជាម្នាក់នេះមិនធ្វើអញ្ចឹងដាក់ខ្ញុំឥឡូវខ្ញុំដល់ណាដល់ណីបាត់ហើយខ្ញុំមិននៅអញ្ចឹងទេចូលចិត្តនិយាយប៉ុន្តែអត់ចូលចិត្តស្ដាប់ទេខ្ញុំចង់ challenge ឲ្យអ្នកគ្នាចេះស្ដាប់រឿងគេចូលទៅនិយាយមួយគេហើយស្ដាប់រឿងគេអ្នកគ្នានឹងដឹងថាបញ្ហារបស់អ្នកគ្នាគឺប៉ុណ្ណេះអូខេខ្ញុំចាំពេលមួយកាលខ្ញុំរៀនថ្នាក់ទី7ហើយខ្ញុំកើតទៅជាក្រែងអ្នកគ្នាមេជើងខ្ញុំកើតទៅជាក្រែងមានន័យថាកញ្ចក់ដល់វិជ្ជាសាច់ហើយដោយសារតែខ្ញុំខ្លាចមកចូលខ្ញុំអត់ហ៊ានទៅឲ្យគេកាត់សាច់ឬក៏អីខ្ញុំខ្លាចឈឺអញ្ចឹងទុកកញ្ចក់ហ្នឹងគឺទុកវាឡើងហោមឡើងជើងខ្ញុំហោមស្ពូលខ្លាំងមែនតើហ្មងឡើងទ្រាំលេងបានហ្នឹងប៉ាខ្ញុំគាត់យកខ្ញុំទៅពេទ្យហើយមុននឹងពេលខ្ញុំទៅពេទ្យហ្នឹងដល់ខ្ញុំគិតមិនយ៉ាងគិតថាចេះមកពិភពលោកហ្នឹងគឺអត់មានណាគេជួបបញ្ហាដូចខ្ញុំទេជើងខ្ញុំកញ្ចក់ខ្ញុំចាក់មេជើងខ្ញុំឈឺខ្លាំងណាស់ខ្ញុំពិបាកដើរខ្ញុំពិបាកធ្វើអ្វីទាំងអស់ជើងខ្ញុំហោមស្ពូលអត់មានណាគេមានទុកលំបាកនឹងជាងខ្ញុំទេអានេះជា mindset ដែលខ្ញុំនៅថ្នាក់ទី7ដូចជាអាយុ3 13 2 13ប៉ុណ្្នឹងឯងរឿងមួយដែលធ្វើឲ្យខ្ញុំ humble រហូតដល់រាល់ថ្ងៃនៅពេលដែលប៉ាខ្ញុំគាត់យកខ្ញុំទៅពេទ្យហើយពេទ្យហ្នឹងដូចជាពេទ្យកុមារ
ពេទ្យកូនតែបុផាដែលពេទ្យកុមារហើយខ្ញុំគិតថាអត់មានមកពេទ្យហ្នឹងគឺអត់មានគេដែលមានជំងឺដូចខ្ញុំហ្មងខ្ញុំគឺជាអ្នកដែលមានជំងឺធំជាងគេពិបាកជាងគេ The moment ដែលប៉ាខ្ញុំនាំខ្ញុំទៅដល់ពេទ្យកុមារហ្នឹងណា I shut up អូខេខ្ញុំបិទមាត់ឲ្យឆឹងខ្ញុំអត់មាននិយាយអីគេទាំងអស់មូលហេតុអីគេអត់ដល់ពេលខ្ញុំចូលទៅដល់ពេទ្យខ្ញុំនិយាយមែនជំងឺស្អីក៏មានដែរហើយដល់ពេលខ្ញុំទៅដល់ហ្នឹងគឺខ្ញុំឃើញជំងឺខ្លួនឯងនេះប្រពន្ធនេះនៃជំងឺគេអូខេអ្នកខ្លះអស់ក្បាលមកចំហៀងអ្នកខ្លះអត់មានដៃអត់មានជើងអ្នកខ្លះកើតមហារីកអីចឹងទៅអ្នកខ្លះហៅមុខស្ពូលអញ្ចឹងទៅអ្នកខ្លះខ្វាក់ភ្នែកអីចឹងទៅអ្នកខ្លះដាក់អុកស៊ីហ្សែនបានគាត់មានខ្យល់ដកដង្ហើមអីចឹងទៅខ្ញុំ humble ដល់ហ្នឹងចឹងបើសិនជាអ្នកនេះចង់ humble ដល់នេះចង់គិតថាចង់ទៅរកណាគេដែលពិបាកវេទនាជាងអ្នកនេះទៅពេទ្យខ្ញុំគិតថាមន្ទីរពេទ្យគឺជាកន្លែងដែលធ្វើឲ្យយើង humble ហើយកុំទៅមន្ទីរពេទ្យថ្លៃទៅមន្ទីរពេទ្យដែលពេទ្យកុមារពេទ្យកូនតែបុផាពេទ្យអីក៏ដោយដែលអត់យកថ្លៃអីចឹងអ្នកនេះចូលទៅអ្នកនេះនឹងឃើញ and you will shut up about your problem ថាទៅខ្ញុំនៅវ័យពី13 10អញ្ចឹងវាសំហេតុផលដែលខ្ញុំអត់ទាន់ជាមានការគិតរបៀបថាចាស់ទុំអីម៉ាណែខ្ញុំរបៀបគិតថាអូខ្ញុំនៅវ័យប៉ុណ្ណឹងគឺកំពុងតែវ័យដែលគិតតែពីខ្លួនឯងណាចុះបើយើងចូលវ័យ20ហើយយើងចូលវ័យដែលលែងជាកូនក្មេងលែងជា teenager ហើយតែយើងចង់មាន mindset ហ្នឹងនៅជាប់ខ្លួនដល់អង្កាលរៀនរស់នៅក្នុងពេលបច្ចុប្បន្នអង្កាលរៀនមើលថាជំនួសដែលពាក្យថាអូខ្ញុំអត់មានអានេះអូខ្ញុំចង់កែប្រែអានេះអូខ្ញុំចង់ចេះខ្ញុំចង់ចោះអាអីដែលអ្នកគ្នាអាច control បានហ្នឹងមកមើលថាឥឡូវហ្នឹងតើអ្នកគ្នាមានអីគេសំបីអ្នកគ្នាមានដៃមានជើងភ្នែកអ្នកគ្នានឹងមើលឃើញអ្នកគ្នានឹងមានជីវិត healthy ធម្មតានិងអាចដកដង្ហើមបានធម្មតាគួរតែអរគុណអូខេរៀនអរគុណទៅលើអ្វីដែលយើងមានព្រោះខ្ញុំដូចខ្ញុំនិយាយក្នុងវីដេអូដំបូងនៃ YouTube របស់ខ្ញុំថៃបានវាសំខាន់នៅក្នុងការគិតវិជ្ជមានថៃមិនវាសំខាន់នៅក្នុងការ grateful អរគុណទៅលើអ្វីដែលយើងមានដោយសារតែនៅពេលដែលយើងធ្វើបែបហ្នឹងគឺអាចយើងមើលឃើញថាអូចឹងខ្ញុំមានបែបនេះចឹងខ្ញុំអាចធ្វើបែបនេះយើងអាចចាប់ផ្ដើមធ្វើអ្វីមួយបានប្រើប្រាស់អ្វីដែលយើងមាននេះបើសិនអ្នកគ្នាមានដៃអ្នកគ្នាអាចប្រើប្រាស់ដៃរបស់អ្នកគ្នាបានអូខេអញ្ចឹងយើងចាប់ផ្ដើមមើលឃើញពីអ្វីដែលយើងមានហើយយើងប្រើប្រាស់អ្វីដែលយើងមាននឹងទៅបង្កើតអ្វីមួយទូចក៏ដោយធំក៏ដោយប៉ុណ្ណាក៏ដោយតែសំខាន់យើងធ្វើអ្វីមួយអូខេនេះជាផលវិជ្ជមានផលដែលយើងគួរតែគិតវិជ្ជមានមិនមែនគ្រាន់តែយើងនិយាយថាអូគិតវិជ្ជមានអូ gratitude អូអរគុណហើយយើងអត់ធ្វើអីទេ you know វាគ្រាន់តែជា tool មួយដែលធ្វើឲ្យមនុស្សយើង focus ទៅលើបច្ចុប្បន្នកាលនៅពេលដែលយើង focus ទៅលើបច្ចុប្បន្នកាលគឺយើងឃើញតែអ្វីដែលអាចទៅរួចគឺយើងឃើញតែផ្លូវចេញផ្លូវដើរទៅមុខទៀតព្រោះយើងអាចឃើញឱកាសអ្វីដែលយើងមានអីហ្នឹងហើយបង្កើតទៅលើអ្វីមួយបានទេបើសិនជាយើងរស់នៅក្នុងអតីតកាលឬក៏អនាគតកាលដែលយើងអាចធ្វើអីគេបានហើយឈប់រត់គេចពីខ្លួនឯងរៀនទទួលខុសត្រូវទៅលើជីវិតរបស់ខ្លួនឯងអូខេរៀនមើលថាយើងមានអីគេចាប់ផ្ដើមធ្វើអីគេមួយមិនបាច់ទៅបង្កើត nuclear ទេអូខេ maybe ចាប់ផ្ដើមទិញសភៅរៀនអានសភៅ maybe ចាប់ផ្ដើម take care ទៅលើ skin care ឬក៏ make up អីតិចតួចទៅចាប់ផ្ដើមវិនិយោគទៅលើរូបរាងរបស់ខ្លួនឯងមើលថាតើយើងសមអីស្លៀកពាក់មិនឲ្យសមជាមួយយើងហើយតែពាក្យថាចាប់ផ្ដើមគឺយើងចាប់ផ្ដើមបានគ្រប់ពេលវេលាទាំងអស់បានគ្រប់យ៉ាង maybe ឈប់ complain ទៅលើជីវិតរបស់ខ្លួនឯង maybe ឈប់រំលឹករឿងអតីតកាលរបស់អ្នកគ្នាដែលគេធ្វើអីអត់បានរឿងទាំងអស់ហ្នឹងឯងដែលយើងគួរតែចាប់ផ្ដើមអូខេបើសិនជាអ្នកគ្នាអត់ចង់ចំណាយពេលវេលាចំណាយជីវិតរបស់អ្នកគ្នានឹងអត់ប្រយោជន៍បើសិនជាអ្នកគ្នាថាអត់ទេខ្ញុំអត់ចង់ធ្វើរឿងទាំងអស់ហ្នឹងខ្ញុំចង់ complain អូខេ complain ទៅហើយមិនបាច់មើលវីដេអូមួយហ្នឹងទេចំណុចមួយទៀតនោះគឺបើយើងចង់ចេះយើងរៀនហើយបើយើងចង់ start យើងធ្វើវាមានតែប៉ុណ្្នឹងស្ដាប់ទៅមើលទៅដូច simple ហ្នឹងមែនអត់នៅពេលដែលឃើញក្មេងដែលកើតមកអត់មានដៃហើយគាត់អាចសរសេរអក្សរបានដោយយកជើងគាត់ទៅសរសេរនៅពេលដែលឃើញបែបហ្នឹងតើអ្នកឃើញមានការគិតបែបម៉េចទៅលើម្នាក់ដែលគាត់អាចយកជើងរបស់គាត់សរសេរអក្សរបានអ្នកនេះប្រកាសជាគិតថាចាអូឡៃហេតុអីបងគាត់ធ្វើអញ្ចឹងបានដែរអូខ្ញុំធ្វើអញ្ចឹងអត់បានទេគឺថាយើងមើលទៅគេដែលគេសរសេរអក្សរដែលប្រើជើងរបស់គេនឹងដូចជាអ្វីមួយដែលរបៀបថាកម្រអ្វីមួយដែលរបៀបថាអស្ចារ្យឬក៏អីចឹងណា listen វាអត់មែនជារឿងអស្ចារ្យហើយវាក៏អត់មែនជារឿងកម្រដែរតែបើគេធ្វើអញ្ចឹងបានដោយសារគេរៀនដោយសារគេធ្វើម្ដងហើយម្ដងទៀតម្ដងហើយម្ដងទៀតរហូតដល់គេស្ទាត់វាមានតែប៉ុណ្្នឹងហើយហេតុអីបានគេយកជើងទៅសរសេរដោយសារគេអត់មានដៃមិនជាអ្នកគ្នាអត់មានដៃក៏អ្នកគ្នាយកជើងមកពីសរសេរអក្សរបានដែរអូខេ
nó nên vậy tha ô vô chương ở xe sọ ai tới rồi nhưng đã sao nó nên miền đai nó nên anh phở đai bọn nên bàn về để mình cái ai thưa ấy cái mùi ban mình mến cái cao mò cái chơi thưa nó ô tô tê tê vì long cắt chân bị cá riêng đừng cá ăn nụ vọt vì miền tập bần nâng hai bờ sân nó nên trong chơi ấy cái mùi trong store tơ ấy mùi nó nên tới từ riêng hay nó nên tới từ ăn nụ vọt trong store căn đập cái căn ta chùm miếng ăn nụ vọt đông hai đông tìm đông hai đông tiếp that's it ở bên là cái mình đã được phụng dục nó cái đường ấy muối cứ cắt bó trẻ nắng ráo nó cứ cái sẽ tầm cắt nó chỉ baby đôi dương tạo ở trên vậy ở trên đào ở trên ấy đôi dương tạo rồi đó trên đào rồi đó trên vậy rồi đó trên thưa đi thưa riêng đi thưa nó gặp mình đâu đây có ở miền đây nó đã xa có miền chùm bơ có miền ta chơi vô mà sẽ nè ba mình chân tay mọt miền ta phân nè chẳng con bà có mình chùm bơ có thử được thưa ấy mình kêu con miếng có thử được thưa đã xa là con trong che sẽ đã xa con trong thưa vậy muối tơ lơ vậy để con miếng con bà sinh chỉ mình được complain á bà sinh con than trẻ mình nên lơ bởi phục lơ nó kia phở đây sẽ có đoạn miền đây chẳng bà sinh con miền đây con chơi xe bá đây con anh vậy chẳng ban ta bà sinh con miền mai sẽ đang cứ có chơi xe mà chụp vật là sao con cái tha cọ miền đại chẳng con thua ấy kiệt bản con đây cọ cần chăng có cái tha ở lơ bà sinh chỉ cọ miền đây cọ miền này kì có miền trừ hai bà sinh ở miền trương miền này kì miền mọt con pra tơ lơ ở vậy để con miền nó xe thua vậy để con trong thua hay có mình từng cùi complain hay có ở miền này bởi dương chăm tại vậy chẳng cứ dương smile nó dương ở ban phơi chẳng à hay xui đâu phải dương phơi hưởng năng này cái này miền tụ ban phở cứ dương lại tụ ban kêu này nhưng khi mình đúng với chủng núi là pe có cao mà có miền đài có miền trơn có miền ở cái hai tháng cái sắm bát tia ban cột cro này chẳng á dương ăn mơ khơi cái lại năng này dương ăn mơ khơi tơ lơ vậy để dương miền năng này dương mơ khơi là ô mà lại ní luôn nơi không khổ xa thu thiêu chơi nhom ô mà lại ní miền bông cái chuối ô mà lại ní miền lôi ở pa mạ kê này chuối che ô bữa sáng thì nhom miền trắng nhom thời trong ban ba đây tay nhom mặt miền đang đặt luôn anh miền đai miền trơn miền phèn miền cầm láng tênh lên không cá thưa em muối dương chưa vô không cá ọt phở dương chưa vô không cá complain ca bẩn tục ở vậy để nơi trong quanh khuôn hay cái tha khuôn anh chỉ trong rong khuôn really no one can save you admin này cái chui nặng này bàn tay chân cũng đây chăm để tha ô tôi tầm min lại chui nhom ô tôi tầm min chịu vật nhom cầm sọt khăng na tôi tầm min lại sóc cái mà đó tha ô chịu vật không môi cầm sọt pe khai này do mà lên để lá từ tôi tầm min thử nâng cạn la mình con cái tha ô chuột con min ngày để phá đồ chuột con min ngày để sao là hạt đây mà nhom vậy tha admin này cái ai chui nặng này bán hạt đây mà nhom vậy tha ca rong trăm bạch nâng cư vi chỉ đường đạo bị giáo để sao tay mình nè cái rô tập play bật thô chui được luôn cái đại để ok để sao mình nè cái min bạch ha bạc cái admin mình ta nặng này mùi để min bạch ha hay cái admin bạch hai cái rô sọc xuống hay cái trâu tay mình chui nặng này để mình nè sẽ tụi mình bạch ha sẽ tụi mình struggle sẽ tụi mình upbringing khó khăn được à bánh ha bảo cái anh đừng thông chân dương tiệt tôi cùng cái thác luôn anh nâng ấy cái bảo bạn ta mà này anh hay mình đâu để luôn nơi không chịu vật số nó trời để mình chui nặng kia ai mũi tiền bà sân chỉ cái trong chui nặng kia có nặng kia ở ai cái chầm ra bàn đây bà sân chỉ nặng kia ở miền cùng nặng nâng chui từ lơ không này ai lưu bị mũi thà ở cùng bền mình nữ ở lưu thà cùng ao tray ta can mình đâu còn té ở bền có đại chết tôi tray á đại lưu bị nâng lơ bị phụp luôn nâng ở miền này kia mà nè miền tu nè ti rồi có cái tập cái khung ca chui nặng kia khung ca ở sai bài hai cột giang ao nặng kia nó khung chịu vật bỏ nặng kia tệ ok xong bây tập ba mạng bỏ nặng kia cả đây có quạt miền chịu vật riêng luôn và quạt đại dân dương ở ai nơi complain hay chăm tại ai cái chăm đọt xẻ ở dương chăm tại ai cái chui dương được ấy tệ bà xin thì dương miền đáy miền trương miền phèn mơ khơi đọt này hàng ba đọt miền đệ nơi khép pet á cứ dương ai thua vậy bàn tặng cứ dương ai miền ở tập po nông ca thua vậy mũi từ lời chụp vật bậc luôn này công phẹn nhôm tha nọ kia ai thua bàn dương ai chập đám thua vậy mũi chập đám co sang luôn này bàn ok nhôm phẹn nọ kia sạch cái đường muối đại vị trí đường vất mình khổ xa mũi đại qua đó việc tha cọt ọt miền chùm nẹt đấng cọt bàn từ riêng hay là pe để côn cọt miền côn cọt ai côn cọt từ riêng được cái chẳng đại tham mà nẹt cứ ru nơi không ở việc tha bị môn để có thọp luôn nơi cọt ọt ở pursue education khổ xa bà quan cứ khoa khát tầng lối cắt khoa khát theo chùm nẹt đấng giờ miền hai ca môi cả láng cứ té cọt nứng trẻ cứ bắt bong ở vậy khổ gian tầng mỏ miền bọc côn mà nẹt để cọt khơi tha cọt bà bạn chẳng có cọt chui ở đây những kia thả vị ca bấy trong chui ở từ khổ xa để chụp riêng trẻ tè mùi nằng lúc bây giờ con rình kia tầng on nằng hai tại đó tè mùi nằng hai cứ lôi miền tầng ngày hai miền tầng ấy chẳng hai bà sân chỉ lôi vinh đôi chia tha một con là cho nơi bây giờ tè mùi nằng con ở từ tu ban lôi mùi nằng what happened
cái quạt đăng tha ta quạt cua để phơi mà chụp bôi lôi nắng quạt đăng tha ta quạt ở cua tại pra lôi nắng bài mấy nằm bơi ở bia bằng cao ban chỉ một cái bo rồi có bằng cao ban chỉ lôi rồi có thơm mấy nằm bơi ở lôi nắng chui quạt ban nó cứ quạt đăng sạp nhóm có viết xong hai pha để quạt đăng để xa tại tim muối cái quạt đai mi lôi tròn trắng tí pí cái quả ở miền ở cái hai thay chùm nét đứng ở miền cái hai là cứ nước nông ca ở riêng vô đơn ở pi ca can cặp lôi rồi có dân cua để phơ vô lôi để phơ mình đâm bay ở viên miền bị giáo cái con ở đây là con đứng ta thầm tha ngày rồi ta bay nhâm thơm mấy ấy khụcไปคลาดขบพ้องให้บอสเซนมินร้อยโยตะเลงละไปหรือไงจังเตออันนี้คือเชียวไว้เดี๋ยวกดกรูอัพมากดดังแต่ปนนั่งให้ก้อนนึงแต่เธอแต่ปนนั่งจัง what happened ไปเดี๋ยวกดมินซกก็มินลอยหอบปอนนั่นแหละยิ่งตัวบ้านดำนังมวยท่าสมาชิกนั่งขนมหัวซามวยนั่งคือโยลอยนั่งตะเลงละไปอ๋อฮะเลง so สำนูสู้ท่าเหตุไอ้บางกอดอัดอายช่วยครูนายบ้านตามระยะตัดลอยมวยหนึ่งอันนี้ยังใหญ่ท่าใจโอ้ยงจังไอ้มีหนักแค่ช่วยเยอะบางเส้นจะเก่งช่วยยงแบบนี้ยงหนังริจมราเนี่ยจะบอกยงหนังซาละไงแต่เหตุไอ้บันยังมีลอยหนังให้ยงในแต่ริจมราเดซาไอ้ยับเดซาเนี่ยchỉ dương tay đầm biên mindset đã với chấm miên mindset môi đại ở miên phép đi chấm ra mindset môi đại tay ta bẩn tục bạn đi bẩn tục bạn đâu hay ở take responsibility ở tu khó tới với chuyện bỏ luôn anh mình thang cái chui nè cái pan này cái con nè cái ở miên ngay đi chấm ra bàn đại hay này chỉ út từ khó nó không chỉ bật bật đọ sáng tranh về đường bật and that's why cái nhom trong ai nè cái chụp miên cùng định môi thang ôi nhom trong cái kê chui tu kê chui nè cái mấy cái đài con nè cái ai cái chấm ra bàn đại vì bố miên ta nè cái để chui luôn anh bàn hay bị chập đam tranh pi cái lại niệm biết nhung trong ở trai mình lấy nó khi làm pi p về lý đangทำมาดูเพจจ้าtại cách tha p về lý đang viên trẻ bên trẻ việc ha anh ấy bắt chập bòn là cá anh ấy đặt cá anh ấy ở anh ấy có cá lên chân tới giờ tới p về lý vì linear chẳng á mìnhดูเพจchân cách thành chẳng á bật nhung trong phép nào khi tha vì admin đặt cá vì có admin anh ấy có cá này ok ở với để dùng miền là lời nó cứ bắt chập bòn là cá anh ấy chia với để dùng miền and that's it xin chỉ dùng ai describe ban là bởi anh ấy số cơ vì ăn trẻ thì tại vì trẻ vì mù trẻ vì sơ kho là nặng nề vì sơ kho đôi ở đời ca bỏ dương chẳng vì miền ở đời ca plieng vì miền ở đời cả cái đau hay plieng hay cái đau là bên nơi sọc kê vì miền sặc chơi chu vì miền summer vì miền này chẳng từ kêu với không gian cái vì mù trẻ sai kho đôi giờ bẹt tật dương đôi nhiều cái trong bẹt tật vì miền bẹt tật re hay lệch hay lệch chẳng từ thì chẳng chỉ vật dương cứ đôi nhiều vì miền tha o ru nơi chẳng sân tư hay là pe đại dương ở việc tha vây bỏ dương rồi có pe về bỏ dương ở năm nay dương để tụ ban hưởng ni anh từ này bỏ nhom nó cứ nhom trong phép nào kia thao với cột dáng cứ vi chập đam tránh pi bắt chập bòn là ca đi từ việc miền pe na môi đại là perfect nó không ca chập đam việc miền pe về na môi đại tổ mà khai tia rồi còn mà năm tia tôm nào kia ở sọc ngược bị đầy máu ô nhom đừng nhom squat luôn này nó việc thể vi chập đam pe lỡ nị từ lỡ nị present moment hay đấy bà nhom vô cái này năng màn giấy cứ nhom trong phép nào thì thao bà sân chia nó kia trong chập đam cái bài chụp vật bọc luôn anh trong chập đám về bọc luôn anh cho luôn anh khai chìm nụ đài bật xa ấy chẳng á nó kia chơi chập đám bìa lợi nâng hai cái bài luôn anh bìa lợi nâng cái bài sơ call bỏ dương này ô tô thay trẻ anh ấy dương ok chẳng nhưng cùng vùng mua muối đại đầm nàng áo ấy nặng nè chẳng ô tô anh ấy cứ nặng nên ngừa bị cây máu hay anh ấy về về lìa bò nặng nè chẳng tao pe về mà pay buôn mang bọn hạt này sơ call bọn hạt nó bị bại mệt ô tô hóa nè khi ngơ bị kế hai giờ nè khi tại thưa cả rồi tới nè khi chụp mặt pet nè khi vậy đám kế for example hay nè khi ở máu tè với nè khi mở chạy tu sắm mở Facebook mở rương drama rồi có mở rương ở AK để ca lan thay chẳng tới hay nè khi scroll TikTok hay nè khi tầm một tấc hay nè khi show kì hay nè khi ngơ bị kế hay repeat ok chẳng là năng chỉ vật bọn hay cứ sơ còn chẳng bà sân chi nọ khi trong cái bài chỉ vật bọc luôn anh nọ khi ai cái bài chỉ vật luôn anh ban tê bà sân chi nọ khi nơi repeat the same circle nơi tại thưa rương tùng vơ ca kết tờ đại dạ pe bằng phải buôn mang ro ngay chẳng cứ nọ khi ai tên nào ban tê buôn nọ khi cứ chip và là tập hóa này ca kết bọn nọ khi này environment bọn nọ khi bà sân nọ khi trong đang thắc luôn anh chi nè cái nọ khi mới tham mà ngay bảo hay buôn mang bọn nọ khi nọ khi thôi kì tao khi miên xoay rồi cái mười thay ở tao là khi miên ăn sập hơi ấy đây chụp này đang ấy thay ở tao là khi miên tập đào mở thua riêng ấy cái môi đây là khi đại thua bị một màu ở đó khi thua riêng từ đại hay là khi cái thằng ô nhung trong đạp đôi chụp
ផ្លាស់ប្ដូរទៅណាមានអីគេអញ្ចឹង that's why គឺខ្ញុំប្រាប់អ្នកគ្នាថាបើសិនជាអ្នកគ្នាចង់កែប្រែជីវិតខ្លួនឯងគឺអ្នកគ្នាអាចកែពីឥឡូវហ្នឹងទៅហើយធ្វើអីគេដោយ change cycle របស់យើងអូខេផ្លាស់ប្ដូរទម្លាប់របស់យើងផ្លាស់ប្ដូរការគិតរបស់យើងឲ្យចង់ខ្លាយទៅជាមនុស្សថ្មីអ្នកគ្នាត្រូវតែមានការគិតថ្មីត្រូវតែមានសកម្មភាពថ្មីត្រូវតែមានគោលបំណងថ្មីទើបអ្នកគ្នាខ្លាយជាមនុស្សថ្មីបានអញ្ចឹងអ្នកគ្នាចង់ថាអូខ្ញុំអត់ចង់ខ្លាយជា version នេះទៀតទេ version នេះខ្ញុំធ្វើឡើង20ឆ្នាំហើយអញ្ចឹងខ្ញុំចង់និយាយថាធ្វើអីមួយថ្មីអូខេខ្ញុំឧទាហរណ៍ថាអានេះ circle ឥឡូវចាអានេះវាខ្ញុំខាត់អានេះចោលឧទាហរណ៍ថាអានេះ circle ចាស់របស់អ្នកគ្នាចោលអូខេអញ្ចឹងអានេះ circle ចាស់របស់អ្នកគ្នានៅពេលដល់គ្នារៀនផ្លាស់ប្ដូរគេមួយ what happen គ្នាចាប់ដើម circle ថ្មីដែលអ្នកគ្នាផ្លាស់ប្ដូរ 100% អ្នកគ្នាផ្លាស់ប្ដូរបន្តិចឧទាហរណ៍កន្លែងនេះកន្លែងនិយាយដើមគេអូខេអញ្ចឹងអ្នកគ្នាជីវិតអ្នកគ្នានៅដដែលនៅដូចគ្នាអញ្ចឹងដដែលគ្រាន់តែថាវារៀងចេះយល់អត់ដល់គ្នាមិនថាវាមិនដដែលអញ្ចឹងឯងប៉ុន្តែអ្នកគ្នាចូលមកអ្វីដែលល្អជាងមុនអញ្ចឹងទៅខ្ញុំមិនដឹង explain មិនអត់អ្នកគ្នាងាយយល់ទេអានេះតែខ្ញុំសង្ឃឹមថាអ្នកគ្នាយល់ក្នុងការ change circle របស់យើង change ទម្លាប់របស់យើងហ្នឹងវាអត់មានត្រូវការពេលវេលាណាមួយដែលឲ្យអាចារ្យដេញវេលាឬក៏អីទេអូខេវាចាប់ដើមចេញពីឥឡូវនេះអញ្ចឹងចំណុចរបស់ខ្ញុំហ្នឹងគឺខ្ញុំចង់ប្រាប់អ្នកគ្នាថាចេះអ្វីគ្រប់យ៉ាងក៏ដោយគឺវាផ្ដើមចេញពីឥឡូវហ្នឹងទៅរាល់ដង្ហើមដែលអ្នកគ្នាដកគឺអ្នកគ្នាអាចផ្លាស់ប្ដូរអ្វីគ្រប់យ៉ាងបានខ្ញុំអត់ខ្វល់ថាឥឡូវហ្នឹងគឺអ្នកគ្នានៅចំណុចណានៅក្នុងជីវិតទេហើយក៏ខ្ញុំអត់ខ្វល់ថាអ្នកគ្នាអាយុប៉ុន្មានដែរអ្នកគ្នាអាយុប៉ុន្មានក៏ដោយគឺអ្នកគ្នាអាចចាប់ផ្ដើមបានគ្រប់ពេលវេលាដល់រ៉ាប់ណាអ្នកគ្នានៅមានជីវិតហើយខ្ញុំគ្រាន់បញ្ជាក់មួយទៀតគឺផ្លូវជីវិតរបស់យើងគឺអត់មែនមានតែផលវិជ្ជមានរហូតទេទោះបីជាអ្នកគ្នាយក advice របស់ខ្ញុំទៅ apply ក៏ដោយក៏មិនមែនមានន័យថាជីវិតរបស់អ្នកគ្នាត្រូវតែសុខសប្បាយត្រូវតែអីរហូតដែរអត់មានបញ្ហាអត់មានកើតទុកអត់មានអីដែរយើងកើតជាមនុស្សគឺយើងតែងតែជួបនៅភាពបាត់បង់ខូចចិត្តឬក៏មានអ្នកដែលគេធ្វើបាបយើងគេ hurt យើងហើយយើងក៏ hurt គេដោយចេតនាក្តីឬក៏មិនចេតនាក្តីវាតែងតែមានរឿងបែបហ្នឹងកើតឡើងដោយសារតែយើងជាមនុស្សអូខេអញ្ចឹងយើងអត់មែនជាអ្វីមួយដែល perfect ទេអ្វីដែលល្អឥតខ្ចោះសម្រាប់ខ្ញុំមិនមែនគ្រប់យ៉ាងសុទ្ធតែវិជ្ជមានទេប៉ុន្តែវាមានគ្រប់សពបែបយ៉ាងវាមានអាក្រក់វាមានល្អវាមានវិជ្ជមានវាមានអវិជ្ជមានមានគ្រប់រសជាតិតែម្ដងអ្នកគ្នាប៉ុន្តែអ្វីដែលខ្ញុំចង់លើកទឹកចិត្តឲ្យអ្នកគ្នាហ្នឹងគឺមិនថាអ្នកគ្នានៅក្នុងកលៈទេសៈណាក៏ដោយក៏អ្នកគ្នាអាចក្រោកឡើងហើយអ្នកគ្នាអាចនៅក្នុងជីវិតមួយដែលអត់មានពាក្យថាស្ដាយក្រោយវាអាចនឹងពិបាកវាអាចនឹងមានរឿងកើតឡើងជាច្រើនដែលយើងសឹងតែចង់បោះបង់តែអ្វីដែលខ្ញុំអាចសន្យាបានហ្នឹងគឺអ្នកគ្នានឹងអភិវឌ្ឍខ្លួនឯងហើយអ្វីដែលសំខាន់មួយយ៉ាងទៀតគឺអត្តពលរបស់អ្នកគ្នាភាពជាអ្នកគ្នាហ្នឹងណាវាមានប្រយោជន៍ទៅដល់សង្គមហើយនឹងពិភពលោកមួយនេះអ្នកគ្នាមានតម្លៃមនុស្សគ្រប់គ្នាគឺមានតម្លៃហើយ so អរគុណអ្នកគ្នាដែលបានមើលវីដេអូមួយនេះខ្ញុំសង្ឃឹមថាអ្នកគ្នារៀនបានច្រើនពីវីដេអូមួយនេះ and see you guys in the next video bye bye